បុរសដែលអាចរៀបការជាមួយមនុស្សស្រី4ប្រភេទនេះពិតជាមានសំណាងណាស់ជីវិតអាពាហ៍ពិពាហ៍មិនប្រកាសថាសុទ្ធតែមានភាពស្រស់ស្អាតទាំងអស់នោះទេវាគឺអាស្រ័យទៅលើដៃគូដែលយើងបានជ្រើសរើសផងដែរថាតើគាត់មានចំណែកមួយឲ្យជីវិតគូមានក្តីសុខដែរឬអត់បើយើងរើសដៃគូត្រូវគាត់នឹងក្លាយជាចំណែកដ៏ធំនៃសុភមង្គលរបស់យើងដែលបើយើងរើសប៉ះចំមនុស្សខុសគាត់នឹងក្លាយជាសុបិនអាក្រក់ដែលយើងមិនចង់ជួប1មានការយល់ដឹងចេះគួរសមបែងចែកត្រូវឬខុសនិងចេះគោរពអ្នកដទៃចរិតរបស់ស្ត្រីតែងតែកើតចេញពីការអប់រំរបស់គ្រួសារនាងនិងការបណ្ដុះបណ្ដាលខ្លួនឯងស្ត្រីដែលត្រូវចេះបែងចែកត្រូវពីខុសនិងមានហេតុផលនិងអាចបញ្ចុះបញ្ចូលមនុស្សក្នុងស្ថានភាពណាក៏បានព្រោះនាងមានចំណេះដឹងក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធីបើបុរសរៀបការជាមួយស្ត្រីយល់ដឹងបែបនេះគាត់នឹងទទួលបានប្រពន្ធដ៏ល្អម្នាក់ក្នុងការព្រួតដៃគ្នាដើរទៅមុខដោយភាពជឿជាក់2អាណិតអាសូរអាចយល់ពីទុក្ខលំបាករបស់មនុស្សប្រុសអាពាហ៍ពិពាហ៍ល្អគឺជាបញ្ហាប្រឈមធំមួយសម្រាប់ទាំងបុរសនិងស្ត្រីក្នុងនាមជាស្ត្រីអ្នកគួរដឹងពីរបៀបថែទាំនិងស្រឡាញ់ស្វាមីរបស់អ្នកយកចិត្តប្តីដាក់ក្នុងចិត្តខ្លួនឯងហើយកុំប្រៀបធៀបប្តីរបស់អ្នកជាមួយនឹងនរណាម្នាក់ឲ្យសោះព្រោះមនុស្សគឺមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាគ្មាននរណាល្អឥតខ្ចោះនោះទេក្នុងជីវិតនេះបុរសគ្រប់រូបត្រូវការនារីម្នាក់ដែលអាចយល់ពីគាត់លើកទឹកចិត្តនិងជួយគាត់ក្នុងគ្រាលំបាកប្រសិនបើស្ត្រីអាចធ្វើបែបនេះបានពួកគេតែងតែអាចធ្វើឲ្យប្តីមានអារម្មណ៍ថាពិសេសនិងសប្បាយចិត្តគ្រប់ពេល3អាចចែករំលែកទុក្ខលំបាកជាមួយបុរសបានសុខចិត្តលះបង់ខ្លួនដោយស្ងៀមស្ងាត់ជួយការងារប្តីស្ត្រីម្នាក់ដែលអាចទទួលបន្ទុកក្នុងជីវិតគ្រួសារជាមួយស្វាមីគឺជារឿងដ៏អស្ចារ្យបំផុតក្នុងទំនាក់ទំនងស្នេហាប្រសិនបើបុរសរៀបការជាមួយអ្នកដែលចេះចែករំលែកការងារទាំងអស់ក្នុងជីវិតគាត់គួរតែស្រឡាញ់ថ្នាក់ថ្នមនាងឲ្យបានខ្លាំងបំផុតនាងពិតជានឹងជួយឲ្យអាជីពរបស់ស្វាមីរបស់នាងរីកចម្រើនដ៏ឆាប់រហ័សបំផុត4រក្សាសណ្ដាប់ធ្នាប់គ្រួសារស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់គ្រួសារបើនាងចេះគ្រប់គ្រងផ្ទះចិញ្ចឹមកូនបានល្អហើយនិយាយល្អនិងសមហេតុផលនោះពិតជាអស្ចារ្យណាស់មនុស្សប្រុសមានប្រពន្ធបែបនេះជាពរជ័យដែលមិនអាចកាត់ថ្លៃបានឡើយ